អ្នកនៅក្នុងឧស្សាហកម្មម្ហូបអាហារបានអះអាងថាសន្ទុះនៃការគាំទ្រក្នុងការប្រើប្រាស់ក៏ដូចជាបរិភោគនៅផលិតផលនៅក្នុងស្រុកគឺកំពុងតែមានសន្ទុះកើនឡើងខ្លាំងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាគឺធ្វើការរឹតបន្តឹងនិងត្រួតពិនិត្យយ៉ាងខ្ពស់ជាទីបំផុតសម្រាប់ការនាំចូលនៅប្រភេទសាច់បង្កកចូលមកកាន់ប្រទេសកម្ពុជាដែលជាឱកាសមួយដ៏ល្អសម្រាប់អ្នកដែលធ្វើអាជីវកម្មនៅក្នុងឧស្សាហកម្មម្ហូបអាហារនៅក្នុងប្រទេសកម្ពុជាលោកហឹងកៅចត្រានាយកប្រតិបត្តិក្រុមហ៊ុន SV Sivai Cambodia ដែលជាសក្តានុពលនឹងការច្នៃសាច់មាន់ទៅជាប្រហិតនិង hot dog បានឲ្យដឹងផងដែរថាសហគ្រាសរបស់លោកផលិតការច្នៃនិងផ្គត់ផ្គង់ចែកចាយនៅតាមផ្សារទំនើបនានានៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនានាលោកបន្តថាសហគ្រាសរបស់លោកបានចុះកិច្ចសន្យាទិញលក់ជាមួយនឹងប្រជាកសិករចិញ្ចឹមមាន់ដោយធានាការផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការអតិថិជនបច្ចុប្បន្នសក្តានុពលរបស់លោកមានសមត្ថភាពកាប់មាន់បានចំនួន30តោននៅក្នុងមួយថ្ងៃនិងសមត្ថភាពការច្នៃប្រហិតនិង hot dog បានចំនួន2តោននៅក្នុងមួយថ្ងៃហើយរំពឹងថាចំនួននេះនឹងមានកំណើនបន្ថែមទៀតនៅពេលអនាគតលោកបញ្ជាក់ថាស្របពេលដែលមានសន្ទុះកើនឡើងនៃការប្រើប្រាស់ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋនិងវិធានការរឹតបន្តឹងលើការនាំចូលសាច់បង្កកខុសច្បាប់ពីប្រទេសជិតខាងគឺជាឱកាសល្អសម្រាប់ឧស្សាហកម្មការច្នៃចំណីអាហារក្នុងការពង្រឹងខ្លួនលើការផលិតនិងការច្នៃដើម្បីឈានទៅរកនិរន្តរភាពនៃការផ្គត់ផ្គង់អាហារដោយខ្លួនឯងជំនួសឲ្យការនាំចូលដែលមិនមានស្ថិរភាពនិងសុវត្ថិភាពវិធានការថ្មីរបស់រដ្ឋាភិបាលទាក់ទងនឹងការទប់ស្កាត់ការនាំចូលពីប្រទេសថៃនេះអាចជាឱកាសធំសម្រាប់អាជីវកម្មក្នុងស្រុកជាពិសេសអាជីវកម្មដោយពួកយើងដែលទាក់ទងនឹងវិស័យចំណីអាហារយើងអាចមានឱកាសពង្រីកខ្លួនក្នុងរយៈពេលខ្លីដោយសារមានរបត់ទាក់ទងនឹងការបិទគប់នឹងសំខាន់ហើយឈានដល់ការអភិវឌ្ឍខ្លួនដែលអាចឈានឲ្យកម្ពុជាឆ្ពោះទៅរកការផ្គត់ផ្គង់ខ្លួនឯងបានដោយមិនពឹងផ្អែកទៅលើអ្នកដទៃហើយជាបឋមសូមអរគុណសម្រាប់រដ្ឋាភិបាលដែលជួយគាំពៀសហគ្រាសដោយពួកយើងនេះជាពិសេសសហគ្រាសក្នុងស្រុកហើយបន្តទៀតយើងមានដៃគូឲ្យហិរញ្ញប្បទានដូចជាធនាគារដែលពាក់ព័ន្ធជាពិសេសធនាគារ SME Bank ដែលគាត់ជួយខាងវិស័យយើងច្រើនអញ្ចឹងយើងបានហិរញ្ញប្បទានយើងបានការគ្រប់គ្រងយើងអភិវឌ្ឍអាជីវកម្មរបស់យើងឲ្យកាន់តែធំក្នុងរយៈពេលដែលយើងអាចពលឿនបានខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រឡប់មកគ្រប់គ្រងផលិតផលខ្មែរហើយតាមហ្នឹងក៏សូមឲ្យផលិតករទាំងអស់ម្ចាស់អាជីវកម្មសហគ្រាសទាំងអស់ត្រៀមខ្លួនចាប់យកឱកាសតាមរយៈការពង្រឹងសមត្ថភាពធ្វើម៉េចផលិតឲ្យបានមានគុណភាពហើយមានស្ថិរភាពហើយមិនត្រឹមតែយើងអាចចាប់យកឱកាសនៅក្នុងស្រុកហើយយើងអាចចាប់យកឱកាសនៅក្នុងតំបន់និងអន្តរជាតិបាទសូមអរគុណឯកឧត្តមខំពីណងអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ប្រាប់ VTV ថានៅពេលនេះកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់នៅតម្រូវការផលិតផលសាច់នៅក្នុងស្រុកទោះបីជាយ៉ាងណាក៏ដោយកម្ពុជានៅតែមានការនាំចូលប្រភេទសាច់ពិសេសមួយចំនួនដែលកម្ពុជាមិនទាន់អាចផលិតបានដោយខ្លួនឯងដើម្បីនៅតម្រូវការពិសេសនិងដាច់ដោយឡែកមួយចំនួនដូចជាតម្រូវការតាមភោជនីយដ្ឋានសន្តាគារផ្កាយ5ដែលមានតម្រូវការសាច់គោអូស្ត្រាលីជាដើមបាទសូមបញ្ជាក់ថាបច្ចុប្បន្ននេះកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់នៅតម្រូវការផលិតផលសាច់នៅក្នុងស្រុកកន្លងមកយើងឃើញថាអ្វីដែលយើងនៅមានការនាំចូលគឺតែប្រភេទសាច់ពិសេសមួយចំនួនដែលយើងមិនទាន់អាចផលិតបានដើម្បីបំពេញនៅតម្រូវការពិសេសនិងដាច់ដោយឡែកមួយចំនួនទូយ៉ាងដូចជាតម្រូវការនៅតាមភោជនីយដ្ឋានសន្តាគារផ្កាយ5ដែលគេអាចតម្រូវការសាច់គោអូស្ត្រាលីសាច់គោប្រភេទ Wagyu ជាដើមបាទសាច់ទាំងអស់នេះយើងអាចនៅត្រូវការនាំចូលមកពីខាងក្រៅប៉ុន្តែចំពោះការបារម្ភពាក់ព័ន្ធនឹងការនាំចូលពីប្រទេសថៃគឺកម្ពុជាមិនមានហេតុផលណាមួយចាំបាច់នាំចូលបន្តពីប្រទេសថៃទេគឺយើងអាចនាំចូលពីប្រទេសប្រភពដើមផ្ទាល់តែម្ដងប្រសិនបើយើងពិតជាមានតម្រូវការនាំចូលសាច់ដែលយើងផលិតមិនបានពិតមែននោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាផលិតកម្មសត្វនៅក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ300ចាគឺប្រមាណ 331.5 តោនស្មើនឹង 98% នៃតម្រូវការសរុបហើយក្រៅពីនោះបរិមាណសាច់ដែលខ្វះខាតត្រូវបាននាំចូលពីបរទេសមកបំពេញតម្រូវការបន្ថែមសម្រាប់ម្ហូបអាហារនិងធ្វើជាវត្ថុធាតុដើមផលិតចំណីសត្វលម្អដែលបាននាំចូលសាច់សរុបចំនួន 29,000 តោនប៉ុណ្ណោះ